អញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមកបង្ហាញពីការ set up closing cashier variant type ដែលមុខងារនេះប្រើប្រាស់ដើម្បីបង្កើតទៅលើការកំណត់ប្រភេទគណនីនៅពេលដែលមានទឹកប្រាក់រំអៀងនៅពេលបិទវេនគឺយើងរុញទៅលើការ approve ថាតើការកំណត់ការ approve ហ្នឹងរុញទឹកប្រាក់រំអៀងហ្នឹងទៅគណនីមួយណាឧទាហរណ៍ជា expand ជា gain loss ឬក៏ជាសាច់ប្រាក់ណាមួយដែលវាពិតជាលំអៀងជាក់ស្ដែងមែនអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើការបង្ហាញទៅលើរបៀបបង្កើតអូខេអញ្ចឹងដើម្បីចូលទៅកាន់ការ set up ទៅលើ closing variant type បានយើងចូលទៅមុខងារ point of sale ហើយយក set up master data មកយើងនឹងឃើញ set up closing cashier variant type ហើយអញ្ចឹងកន្លែងនេះយើងនឹងមាន demo មួយដែលជាទូទៅហ្មងគឺពេលដែលយើងមានការ approve វានឹងរុញចូលទៅគណនីមួយដែលឈ្មោះថា gain loss on cash count នេះអញ្ចឹងមានន័យថាគ្រប់ពេលដែលមានការលក់ដែលធ្វើឲ្យ variant នៅក្នុងsystem ឬក៏ការបិទ cashier មួយហ្នឹងគឺយើងរុញចូលកន្លែងហ្នឹងនៅពេលដែលគាត់ approve ប៉ុន្តែបើសិនជាគាត់មានលក្ខខណ្ឌទៅលើ copy page ប្រភេទហ្នឹងយើងអាចធ្វើការបង្កើតបន្ថែមបាននៅពេលដែលបង្កើតហ្នឹងគឺគ្រាន់តែបញ្ចូលឈ្មោះទេមានថាករណីអីគេដែលយើងបង្កើតចូលទៅក្នុងហ្នឹងអញ្ចឹងករណីមួយចំនួនមានន័យថាពេលដែលយើងធ្វើការបិទលុយគឺយើងអត់ផ្ដល់ទៅដល់ការខាតឬក៏កាត់ចំណាយជារបស់ក្រុមហ៊ុនទេមានន័យថាយើងកាត់ចំណាយទៅលើប្រភេទបុគ្គលិកមកវិញមានន័យថាយើងកាត់ធ្វើយើងយកលុយហ្នឹងទៅកាត់ចេញពី advance staff ឲ្យគាត់ស្មើនឹងជាពាក់យើងដើម្បីយើងទៅកាត់ពីពាក់ខែមកវិញខ្ញុំឧទាហរណ៍ទេណាយើងកន្លែងហ្នឹងដែរបើសិនបើយើងចង់ជាមួយនឹង chart account មួយហ្នឹងយើងអាចបង្កើតឈ្មោះ type មួយហ្នឹងយើងអាចបង្កើត chart account ដែលមានឈ្មោះហ្នឹងមកចឹងដោយសារឥឡូវខ្ញុំអត់ទាន់មានខ្ញុំសូមធ្វើការបង្កើតសិនអញ្ចឹងខ្ញុំបានបង្កើតរួចរាល់ហើយខ្ញុំសូមធ្វើការហៅទៅលើប្រភេទបុគ្គលិក advance អញ្ចឹងនិយាយថាបើសិនបើមានករណីដែលបាត់លុយតិចតួចអីហ្នឹងពេលដែលយើង approve variant យើង approve ចូលទៅក្នុង chart account មួយនេះអញ្ចឹងមានថាទឹកប្រាក់វានឹងកែតម្រូវឲ្យស្មើនឹងអ្វីដែលគាត់រាប់បានប៉ុន្តែទឹកប្រាក់ដែលបាត់បង់ហ្នឹងគឺគាត់នឹងរុញចូលទៅដល់ការកាត់ប្រាក់ខែរបស់គាត់អញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការ select chart account មួយហ្នឹងហើយអាច memo បន្ថែមជាមួយនឹង active status ហើយរក្សាទុកបានករណីមួយទៀតជួនកាលយើងអាចមានទៅលើលក្ខខណ្ឌដែលវារត់ចេញពីគណនីខ្ញុំឧទាហរណ៍ថាទទួលបានជា cash ប៉ុន្តែគាត់ច្រឡំ select ចូលទៅក្នុង ABA អញ្ចឹងកន្លែងហ្នឹងដែរក៏យើងអាចបង្កើតជាមួយនឹង type variant ដែលអាចរុញចូលទៅគណនីបានដែរអញ្ចឹងconfuse ខ្ញុំឧទាហរណ៍ថាបើសិនបើយើងលើលក្ខខណ្ឌ approve variant ហ្នឹងហើយយើងដាក់ថាvariant ហ្នឹងខុសមកពីអីអញ្ចឹងកន្លែងនេះគឺយើងអាចរុញចូលទៅគណនីនឹងបានដូចគ្នាអូខេអញ្ចឹងយើង select មួយណាដែលជាគណនីរបស់យើងមកហើយយើងរក្សាទុកអញ្ចឹងមានន័យថានៅពេលដែលយើងបិទ close cashier ខ្ញុំសូមចូលទៅកាន់ប៊ូតុងដែលមានករណី close cashier បន្តិចនៅពេលដែលយើងធ្វើការ approve នៅកន្លែងនេះ variant ដែលមានកំហុសកន្លែងនេះឧទាហរណ៍ថា$51ដែលយើងរាប់ទៅវាបាត់អញ្ចឹងទៅអញ្ចឹងយើងអាចធ្វើការចុច approve បានប៉ុន្តែមុនពេល approve គឺយើងត្រូវ select variant សិនតើវាចូលទៅក្នុង gain loss ដែលបាត់បង់ឬក៏វាចូលទៅក្នុង tab ដែលយើងបាន select ជាងកន្លែងនេះនៅពេលដែលមានការប្រើប្រាស់ជាមួយនឹងបង្ហាញជាមួយនឹង cashier approve ជាក់ស្ដែងខ្ញុំនឹងធ្វើការ detail បន្ថែមទៀតអញ្ចឹងលក្ខខណ្ឌនេះខ្ញុំគ្រាន់តែបញ្ជាក់ថានៅពេលដែលយើងបង្កើត closing variant tab ហើយវាបង្ហាញនៅកន្លែងណាអូខេអញ្ចឹងសម្រាប់ការបង្ហាញទៅលើការ set up closing variant tab ខ្ញុំមានប៉ុណ្ណឹង